ខ្យល់ជំនោបក់តិចៗនារដូវរំហើយបក់ផាយផាត់រសាត់មកពីឆ្ងាយឯនេះខាងជើងសម្រាប់ស្រុកស្រែយើងប្រជាកសិករប្រញាប់គ្មានខ្មៃប្រមូលផលស្រូវទុំអាវនឹងបានដឹកប្រមូលផ្ដុំយកទៅទុកនៅឯផ្ទះណាឆាប់រត់រស់ឲ្យទាន់ពេលវេលាក្រែងលោភ្លៀងកក់ខែមកដល់នំអំពុលទុកវេទនាដោយទៅទឹកស្រូវអស់ខានរៀបដាក់ទុកសម្រាប់ឆេយដល់ឆ្នាំក្រោយងាកមកមើលអាដែងក្មេងៗពិតជាសប្បាយក្នុងការរត់លេងប្រឡែងគ្នាខ្លះក៏ទៅស្រែតាមពុកម៉ែវាឯខ្លះទៀតក៏នាំគ្នាបាចបៀចាប់ត្រីឬដើរទៅតាមស្រែណាដែលមានទឹកតិចៗជាច្បាស់ជាចាប់បានត្រីច្រើនជាពំខានបើតាមការស្មានមិនខុសស្រែនោះប្រកាសជាមានត្រីយ៉ាងច្រើនក្រាស់ក្រែលគឺបណ្ដាលមកពីទឹកបានរីងស្ងួតស្ទើរតែអស់ពីស្រែទៅហើយនៅសល់ឡើយតែភក់នឹងទឹកតិចនាំឲ្យត្រីប្រមូលផ្ដុំយ៉ាងក្រាស់ក្រែលតែម្ដងជារឿងមួយទំនងជាការសប្បាយជាមួយជីវិតស្រុកស្រែសម្រាប់ក្មេងៗដូចជាពួកខ្ញុំក្រឡេកមើលទ្រង់ត្រីខ្ញុំអាចក់អាក្តាមក៏ឃើញថាបានច្រើនគួរសមលំមទុកហូបបានច្រើនថ្ងៃដែរហើយហេតុនេះពួកយើងទាំង3ក៏សម្រេចចិត្តថានាំគ្នាត្រឡប់មកកាន់ផ្ទះវិញនៅតាមផ្លូវពេលត្រឡប់មកផ្ទះវិញពួកយើងក៏ឆ្លៀតសម្រាកបន្តិចដើម្បីបានចុះលាងសម្អាតខ្លួនដែលកំពុងប្រឡាក់ឡើងស្រមោលសុទ្ធតែភក់ហើយក៏បានដកក្រអៅឈូកខ្លះនិងបេះត្រកួនខ្លះដែរគ្រាន់បានអ្នកម៉ែធ្វើម្ហូបមួយពេលតើអ្នកណាខ្លះធ្លាប់ឆ្លងកាត់សភាពបែបនេះក្នុងនាមជាក្មេងស្រុកស្រែជឿជាក់ថាក្មេងៗស្រុកស្រែមិនតិចទេដែលបានឆ្លងកាត់រឿងទាំងអស់នេះក្មេងៗស្រុកស្រែដូចជាយ៉ាងពួកខ្ញុំនេះពិតជាមានស្នាមអតីតកាលដ៏សែនមានន័យជូរចត់ខ្សត់កម្រណាស់និងមានពេលវេលាសប្បាយរីករាយដូចជាក្មេងទីក្រុងប៉ុន្តែនេះគឺជាជីវិតរបស់ពុកម៉ែយាយតាពូមីងបងដែលទទួលរ៉ាប់រងនៅកិច្ចការស្រែចម្ការនិងបានដកជាប់ក្នុងចិត្តខ្ញុំក៏ដូចជាក្មេងស្រុកស្រែដទៃគ្រប់រូបផងដែរសម្រាប់កុមារតូចដូចជាពួកខ្ញុំការចំនួនប្រមាណជា15ឆ្នាំមុនពួកយើងនេះគឺថាក្រខ្សាន់ពិតមែនតែសប្បាយក៏សប្បាយទៅតាមបែបបទស្រុកស្រែទោះបីជាពុកម៉ែមិនមានលុយឲ្យចាយគ្រប់គ្រាន់ឬក៏គ្មានលុយឲ្យចាយពិតមែនប៉ុន្តែរបស់ឆីគឺមានសន្ធឹកឥតខ្វះឬខ្វល់ខ្វាយឡើយផ្លែត្របែកផ្លែថ្កូវមានច្រើនយ៉ាងស្កេះស្កាស់ពេញដើមតែម្ដងនិយាយពីថាឡើងទំនងសម្រាប់ក្មេងៗចំនួននេះគឺរូបផ្ទុំពុំមានឡើយបែរក្រឡេកទៅម្ដុំណាដែលមានដើមពុទ្រាមើលទៅលើដើមក៏មានពណ៌ក្រហមលឿងបៃតងគួរជាទីទាក់ទាញនៃក្មេងស្រុកស្រែមានហូរហែពោពេញទៅដោយផ្លែទុំចាស់ខ្ចីតែកុំមើលឲ្យដីគឺថានៅលើដីសុទ្ធតែក្មេងកុមារីប្រុសស្រីដណ្ដើមគ្នារើសឲ្យរញ៉ៃញាប់ដៃស្អែកតែម្ដងក្នុងនោះក៏រួមមានទាំងខ្ញុំនិងអាសំឡាញ់ដែលតែងខ្វៀលគោក្របីជាមួយគ្នា2-3នាក់ផងដែរដើមដង្កៀបក្តាមមានផ្លែពាសពេញដើមទៀតសោតកម្ពស់ប្រមាណជា1ម៉ែត្រជាងពីដីក៏ពួកអាដែងក្មេងខ្មាំងឥតប្រណីឡើងតោងអង្រួនទូទុនត្រេតស្ទើរតែ
តែបាក់ដល់ដីម្ដងប៉ុន្តែក៏នឹកសរសើរដែរដែលដើមទាំងអស់នេះអាចទ្រទ្រង់នឹងទម្ងន់របស់ពួកអាដែងក្មេងៗក្បាលខូចទាំងអស់នឹងបានដល់ទៅ 4-5 នាក់ក្រោយពីរើសបានពុត្រាល្មមហូបតាមផ្លូវហើយពួកយើងទាំង3នាក់ក៏បានបន្តដំណើរឆ្ពោះទៅកាន់ភូមិវិញផងដែររំពេចនោះអាចកក៏ស្រែកឡើងថាអាពីរនាក់ភូមិយើងអ្នកណាកាត់អីមែននោះណឡានពេទ្យឮបែបនេះខ្ញុំនិងអាក្ដាមក៏ប្រញាប់មើលទៅតាមអ្វីដែលវាបាននិយាយស្រាប់តែឃើញថាមានអ្នកភូមិជាច្រើនកំពុងឈរមើលឡានពេទ្យដែលបោះពួយយ៉ាងលឿនចេញពីភូមិព្រមទាំងមានបើកសារ៉ែនយ៉ាងលឺទៀតផងដូចនេះយើងទាំង3នាក់ក៏បាននាំគ្នាធ្វើដំណើរយ៉ាងប្រញាប់ចូលទៅក្នុងភូមិដើម្បីឆាប់បានដឹងរឿងបន្ទាប់ពីមកដល់ផ្ទះខ្ញុំបានយកត្រីទុកនិងសួរទៅម៉ែថាម៉ែអ្នកណាកាត់អីមែនអ្នកភូមិយើងបានជាមានឡានពេទ្យដឹកចេញពីភូមិបែបនេះគឺមីងច័ន្ទឯងនឹងណាគាត់ឈឺពោះឆ្លងទន្លេតែពេទ្យនៅមណ្ឌលសុខភាពភូមិយើងបានប្រាប់ថាគាត់មានកូនទទឹងពោះត្រូវវាស់កាត់ទៅបានហេតុនេះហើយទៅបានជាមានឡានពេទ្យបញ្ជូនគាត់ទៅភ្នំពេញណែកុំចេះដឹងរឿងចាស់អីឆាប់ងូតទឹកមកអាលហូបបាយទឹកថ្ងៃត្រង់ណាស់ទៅហើយកូនឯងមិនឃ្លានបាយទេអីហាដោយឮគាត់សួរបែបនេះខ្ញុំក៏ប្រញាប់រត់ទៅងូតទឹកអាលមកហូបបាយព្រោះមើលទៅម៉ោងក៏11 ជិត 12ទៅហើយលុះប្រមាណជាម៉ោង 4 រសៀលល្ងាចស្រាប់តែអាក្ដាមក៏បានរត់មកទៀងត្រហេបត្រហប់មករកខ្ញុំឃើញបែបនេះខ្ញុំបានសួរទៅវាថាម៉េចហែងអ្នកណាកាត់អីបានជារត់មកត្រដរខ្យល់បែបនេះវាដកដង្ហើមធំបន្តិចសឹងមិនចង់ដល់គ្នាទើបតបមកខ្ញុំថាយីអាស្អីគេនេះហែងមិនដឹងរឿងរ៉ាវអីទេមីងច័ន្ទដែលពេទ្យដឹកទៅភ្នំពេញព្រឹកមិញឥឡូវបានដំណឹងមកថាគាត់បានស្លាប់បាត់ទៅហើយប្តីរបស់គាត់បានទេមកម៉ែគាត់ឲ្យជួយរៀបចំកន្លែងបន់ផងឮថាសពគាត់គេដឹកមកដល់ព្រឹកស្អែកនេះហើយវាក៏និយាយបន្តទៀតថាមិនតែប៉ុណ្ណោះអញបានឮចាស់និយាយថាខ្មោចស្លាប់ទាំងកូនក្នុងពោះបែបនេះគឺកាចណាស់វើយព្រោះមាន2សពហើយមានភ្នែក4ទៀតក្រោយពីឮវានិយាយបែបនេះខ្ញុំចាប់លេបទឹកមាត់បន្តិចទាំងមានអារម្មណ៍ថាព្រឺរោមជាខ្លាំងទោះបីជាពេលថ្ងៃក៏ដោយព្រោះខ្ញុំក៏ធ្លាប់បានឮចាស់និយាយថាខ្មោចដែលស្លាប់បែបនេះគឺពិតជាកាចខ្លាំងណាស់រាត្រីកាលឈានចូលមកក្នុងភូមិក៏ចាប់ផ្ដើមស្ងាត់ជ្រងំព្រោះតែអ្នកគ្រប់គ្នាសុទ្ធតែបានដឹងថាមីងច័ន្ទបានស្លាប់ហើយហេតុនេះទោះបីជាសពមិនទាន់ដឹកមកដល់ផ្ទះតែអ្នកខ្លះក៏មានអារម្មណ៍ខ្លាចរួចទៅហើយសំឡេងមនុស្សនិយាយគ្នាអ៊ូអរមានទាំងសំឡេងយំផងក៏បានបន្លឺឡើងចេញមកពីម្ដុំផ្ទះបុណ្យសពនាកណ្ដាលភូមិជាហេតុធ្វើឲ្យមានអារម្មណ៍ពុំសូវស្រួលសោះក្នុងចិត្តរំលងអាត្រៀតមកដល់ក៏ស្រាប់តែឮសំឡេងឆ្កែលូពេញទាំងភូមិតែម្ដងពេលនេះខ្ញុំមានអារម្មណ៍ថាខ្លាចរអាជាខ្លាំងទើបសម្រេចចិត្តថាទៅសុំពុកម៉ែដេកជាមួយផងណាមួយតាំងតែពីដើមមក
ឆ្ងាយក្នុងភូមិវាមិនដែលព្រោះលូពេញភូមិបែបនេះទេហេតុនេះអ្នកខ្លះក៏បានដាក់ការសង្ស័យថាជាព្រលឹងខ្មោចមីងច័ន្ទជាបំខានវេលាព្រឹកមកដល់សំឡេងមេក្រូក៏បានបន្លឺឡើងនៅភ្លេងពិណពាទ្យសម្រាប់កំដររោងបុណ្យស្របពេលអ្នកភូមិជាច្រើនក៏បានមកជួយក្នុងកម្មវិធីបុណ្យខ្លះជួយខាងចានឆ្នាំងខ្លះជួយខាងសាងសង់រោងខ្លះជួយរកក្តារសម្រាប់ធ្វើជាមឈូសឲ្យរួចរាល់កុំឲ្យខាត់ពេលវេលាចំណែកយាយចំដែលជាម៉ែមីងច័ន្ទគាត់យំជាខ្លាំងនឹងអង្គុយអោបចាស់ស្រីម្នាក់ដែលមានអាយុប្រមាណជា10ឆ្នាំទៅហើយអ្នកភូមិដែលបានឃើញរូបភាពនេះគឺរំជួលចិត្តគល់គ្នាតែម្ដងមិនគួរណាអាយុទៅ10ឆ្នាំសោះបែរជាត្រូវកំព្រាម្ដាយទៅហើយអ្នកខ្លះក៏បានស្រក់ទឹកភ្នែកតាមដែរបន្ទាប់ពីឃើញទស្សនវិជ្ជាបែបនេះលុះដល់វេលាថ្ងៃត្រង់លោកតាអាចារ្យក៏បានប្រកាសថាសូមបងប្អូនអ្នកភូមិជ្រាបជាដំណឹងពេលនេះលោកយាយឧបាសិកាចោមមានទុកជាទម្ងន់ដោយក្មួយច័ន្ទដែលត្រូវជាកូនស្រីគាត់បានទទួលមរណភាពកាលពីល្ងាចមិញនេះហើយតាមដំណឹងពីក្មួយដនដែលជាប្តីបានឲ្យដឹងថាពេលនេះឡានដឹកសំក៏បានមកជិតដល់ភូមិវិញហើយអាស្រ័យហេតុនេះសូមបងប្អូនអ្នកភូមិទាំងអស់មេត្តាចូលរួមជួយរំលែកទុក្ខនេះនិងជួយក្នុងកម្មវិធីបុណ្យនេះផងសូមអរគុណបន្ទាប់ពីលោកអាចារ្យប្រកាសចប់ស្របពេលនោះឡានដឹកសពមីងច័ន្ទក៏បានមកដល់ល្មមប្រុសជាច្រើនក៏បានទៅជួយលើកសពមីងច័ន្ទចេញពីក្នុងឡានមើលទៅពុដនវិញគាត់មានទឹកមុខស្លេកស្លាំងផ្ទៃមុខជោកជាំទៅដោយទឹកភ្នែកហេតុនេះក៏មានអ្នកជួយគ្រាគាត់ឡើងទៅលើផ្ទះផងដែរថ្លែងពីលោកយាយចោមវិញគ្រាន់តែឃើញគេសែងសពមីងច័ន្ទឡើងទៅលើផ្ទះគាត់យំជាខ្លាំងរហូតសន្លប់បាត់ស្មារតីក៏ឃើញមានអ្នកមីងស្រីប៉ុន្មានអ្នកបានស្ទុះទៅជួយគក់ច្របាច់រិទ្ធធ្វើឲ្យគាត់បានធូរស្រាលអ្នកភូមិគ្រប់គ្នាពេលដែលបានឃើញទស្សនវិជ្ជានេះមានអារម្មណ៍តក់ស្លុតសង្វេគគ្រប់គ្នាមិនគួរណាមីងច័ន្ទគាត់ជួបរឿងអកុសលបែបនេះសោះសំឡេងស្មូតឮល្វើយបន្លឺឡើងឲ្យអ្នកភូមិផ្សេងទៀតបានដឹងគ្រប់គ្នាក្នុងភូមិមានមនុស្សទទួលមរណភាពសំឡេងស្មូតក៏បានធ្វើឲ្យពូដនស្រក់ទឹកភ្នែកមិនឈប់ព្រោះនឹកស្រណោះដល់ប្រពន្ធគាត់មិនគួរណាជួបរឿងបែបនេះឡើយគាត់ទន់ដៃទន់ជើងជាខ្លាំងហាក់ធ្វើអ្វីមិនចេញឬធ្វើមិនកើតឡើយគឺបានអ្នកភូមិដែលមកចូលរួមនេះហើយជាអ្នកជួយចាត់ចែងការងារផ្សេងក្នុងកម្មវិធីបុណ្យបើតាមដំណឹងដែលលោកអាចារ្យបានប្រកាសសពមីងច័ន្ទនឹងត្រូវបូជានាល្ងាចនេះតែម្ដងព្រោះតែមិនអាចទុកយូរបានទៀតទេទៀតសោតគឺគេនឹងយកទៅបូជានៅទីបច្ឆាក្បែរវត្តតែម្ដងហេតុនេះកិច្ចពិធីសូត្រមន្តនិងនិមន្តលោកទេសនាក៏បានចាប់ផ្ដើមតាំងពីពេលថ្ងៃលុះប្រមាណជាម៉ោង3រសៀលកិច្ចពិធីផ្សេងក៏បានប្រារព្ធធ្វើជាបន្តបន្ទាប់ទៅតាមកិច្ចយោគីនិងឈានមកដល់កម្មវិធីរំកិលសពទៅកាន់ទីបច្ឆាជាកន្លែងដែលសម្រាប់បូជាសពសំឡេងភ្លេងខ្លងខែកបន្លឺឡើងភ្លាមបណ្ដាលចិត្តឲ្យអ្នកភូមិគ្រប់គ្នារំជួលចិត្តគ្រប់ប្រានព្រោះថាសពមីងច័ន្ទនឹងត្រូវគេដង្ហែចេញអំពីភូមិស្ថានទៅកាន់កន្លែងថ្មីចំណែកពូដនជាប្តីវិញយំម
មិនឈប់សោះព្រោះនឹកសោកស្ដាយអាឡោះអាល័យដល់ប្រពន្ធរបស់គាត់ពុនប្រមាណមិនយូរប៉ុន្មានសពមីងច័ន្ទក៏ត្រូវដង្ហែមកដល់កន្លែងបូជាហើយក៏ឃើញមានពូអ៊ំប្រុសជាច្រើនបានជួយរៀបចំកន្លែងបូជាទុកជាស្រេចដោយគេបានរៀបចំអស់ជាគំនរកម្ពស់មួយល្មមព្រមទាំងមានដាក់ប្រេងកាតនិងម៉ាស៊ូតផងបន្ទាប់មកលោកតាអាចារ្យបាននាំដង្ហែសពជុំវិញកន្លែងបូជាមុននឹងដាក់សពទៅលើគំនរអស់ក្រោយរៀបចំរួចជាស្រេចហើយគេក៏បានចាក់សាំងបន្ថែមពីលើសពហើយអ្នកភ្លុកកយ4នាក់ក៏បានដុតចន្លុះកាន់ដើរជុំវិញមឈូសសព3ជុំសិនមុននឹងអុជភ្លើងបូជាសពកិច្ចពិធីគម្រប់3ជុំអ្នកភ្លុកទាំង4នាក់ក៏បានទម្លាក់ភ្លើងចូលភ្លាមប៉ុន្តែរឿងដែលចម្លែកក៏បានកើតឡើងនោះគឺគ្មានភ្លើងឆេះឡើងសូម្បីបន្តិចទៀតសោតពួកគាត់មិនអស់ចិត្តក៏បានអុជពីរ3ដងទៀតប៉ុន្តែនៅតែមិនអាចឆេះដដែលគ្រប់គ្នាពេលនេះក៏ចាប់ផ្ដើមភ្ញាក់ផ្អើលមកមើលព្រោះតែសក់មីងច័ន្ទគឺមិនអាចដុតភ្លើងឆេះបានអ្នកភ្លុកម្នាក់ក៏បានពោលឡើងថាតាំងពីចេះធ្វើភ្លុកដុតខ្មោចមកមិនដែលឃើញថាដុតមិនដែលឆេះដូចលើកនេះទេ3-4ដងទៅហើយខ្ញុំក៏អស់តម្រេះដែរខ្ញុំក៏បានសង្កេតឃើញថាចាស់ជាច្រើនបានទៅជំនុំគ្នាជាមួយលោកអាចារ្យកេតដែលជាអាចារ្យខ្មោចប្រចាំភូមិលោកអាចារ្យក៏មានប្រសាសន៍ថាតាមមើលសពនេះពិបាកធ្វើការណាស់ហេតុនេះមិនអាចយកទៅទុកនៅផ្ទះវិញបានទេទោះតែទុកក្នុងទីវត្តទៅបានហើយក៏ត្រូវមានអ្នកយាមផងដែរខណៈនេះម៉ោងក៏ប្រមាណជា5កន្លះល្ងាចទៅហើយក្រោយពីសម្រេចចិត្តដូចនេះហើយគេក៏បាននាំគ្នាយកសពមីងច័ន្ទចេញពីគំនរអស់យកមកទុកក្រោមដើមឈើធំមួយក្នុងទីធ្លាវត្តសិនទម្រង់ព្រឹកស្អែកមកដល់សុំយកទៅបញ្ចុះឯព្រៃឆ្ងាយពីភូមិក្នុងវេលាយប់ក៏មានប្រុសជាច្រើននិងលោកអាចារ្យផងនៅយាមសាកសពមីងច័ន្ទក្នុងទីធ្លាវត្តព្រមទាំងមានការពាត់សីមាការពារផងចំណែកអ្នកភូមិវិញគឺថាខ្លាចរអាគ្រប់គ្នាតែម្ដងព្រោះរឿងសាកសពដុតមិនឆេះវាពុំមែនជារឿងធម្មតានោះទេហើយគេក៏បានដាក់កោសង្ស័យថាមីងច័ន្ទគាត់ប្រហែលខ្លាចទៅជាព្រាយភ្នែក4ទៅហើយហេតុនេះទើបអ្នកភូមិភ័យខ្លាចខ្មោចមីងច័ន្ទលងគ្រប់គ្នាក្នុងយុគនេះដែរក៏មិនមានហេតុការណ៍អ្វីចម្លែកដែលគួរឲ្យចាប់អារម្មណ៍ទេព្រឹកនៃថ្ងៃថ្មីក៏បានមកដល់លោកអាចារ្យកេតក៏បានដឹកនាំប្រុសជាច្រើនយកសពទៅបញ្ចុះឯព្រៃឆ្ងាយពីភូមិចំណែកស្រីនិងក្មេងៗគេមិនអោយទៅទេគឺមានតែគ្នាប្រមាណជា10នាក់ប៉ុណ្ណោះដែលរួមមានអាចារ្យម្នាក់អ្នកភ្លុក4នាក់ពូ4-5នាក់និងពូដនជាប្តីរបស់មីងច័ន្ទក្រោយពេលបញ្ចុះសពរួចរាល់អ្នកគ្រប់គ្នាក៏បានត្រឡប់មកផ្ទះវិញចំណែកកម្មវិធីបុណ្យសពក៏ត្រូវឆ្លងនាព្រឹកនេះផងដែរលុះដល់វេលាល្ងាចក៏ឃើញថាអ្នកភូមិខ្ញុំនាថ្ងៃនេះក៏ចាប់ផ្ដើមមានសកម្មភាពខុសប្លែកពីសពមួយដងអ្នកគ្រប់គ្នាបានប្រញាប់ប្រញាល់ងូតទឹកពីពេលថ្ងៃនឹងឡើងលើផ្ទះព្រោះមិនមានអ្នកណាហ៊ានបន្តធ្វើការងារតប្រលុបដូចជាសពថ្ងៃនោះទេសល់តែពូប៉ុន្មានអ្នកប៉ុណ្ណោះដែលនៅជួយកំដរក្នុងផ្ទះពូដនខ្ញុំ
ក៏មិនខុសពីអ្នកភូមិផ្សេងដែរគឺភ័យខ្លាចជាខ្លាំងព្រោះតែបានឮចាស់និយាយថាមីងច័ន្ទបានខ្លាចជាព្រាយទៅហើយជឿថាយុគនេះច្បាស់ជាមានអ្នកត្រូវមីងច័ន្ទលងបន្លាចជាពំខានរាត្រីកាលដ៏ស្ងប់ស្ងាត់បាត់សំឡេងមនុស្សម្នាសុំបន្សល់នៅតែសំឡេងឆ្កែលូល្វើយពេញទាំងភូមិគ្រាន់តែបានឮក៏មានអារម្មណ៍ថាព្រួចណាស់ដែរសំឡេងឮពីដើមភូមិដល់ចុងភូមិខណៈនេះមិនដឹងថាមានរឿងអ្វីកើតឡើងឲ្យប្រកបទេពេលព្រឹកមកដល់ក៏ស្រាប់តែឮអ្នកភូមិជាច្រើនបានជុំគ្នានិយាយពីរឿងត្រូវខ្មោចមីងច័ន្ទលងដោយបង្ហាញមុខមាត់ខៀវជាំគួរឲ្យខ្លាចមាន3កូនផងនិងដើរសួរអ្នកភូមិថាមានឃើញប្តីខ្លួនទេតាមព័ត៌មានដែលទទួលបានគឺថាអ្នកភូមិដែលមានផ្ទះនៅខាងចុងភូមិសឹងតែគ្រប់ផ្ទះត្រូវបានខ្មោចមីងច័ន្ទលងជាហេតុធ្វើឲ្យគេគ្រប់គ្នាខ្លាចរអាអ្នកភូមិពេលនេះសឹងថាគ្មានអ្នកណាហ៊ានចេញពីភូមិទៅស្រែចម្ការទេព្រោះគ្រប់គ្នាសុទ្ធតែបានដឹងអំពីហេតុការណ៍នេះសូម្បីតែអ្នកភូមិផ្សេងទៀតដែលមានភូមិជាប់គ្នាក៏ត្រូវខ្មោចមីងច័ន្ទលងបន្លាចសឹងតែគ្រប់ផ្ទះផងដែរគឺថាឲ្យតែវេលាយប់មកដល់គ្រប់គ្នាប្រញាប់នាំកូនចៅហូបបាយឡើងលើផ្ទះបិទទ្វារបិទបង្អួចឲ្យជិតព្រោះតែដំណឹងថាខ្មោចមីងច័ន្ទលងសឹងតែគ្រប់ផ្ទះហេតុនេះក៏បង្កឲ្យមានការភ័យខ្លាចនិងការព្រួយបារម្ភជាខ្លាំងថ្ងៃក៏រសៀលជ្រាវជ្រេណាស់ទៅហើយអ្នកភូមិគ្រប់គ្នាប្រញាប់បញ្ចប់កិច្ចការងារអាលនឹងបានត្រឡប់មកផ្ទះវិញព្រោះមិនអាចនៅបន្តការងារដល់ព្រលប់បានទេដូចដឹងហើយថារាល់យប់មានអ្នកភូមិមិនតិចនោះទេត្រូវបានខ្មោចមីងច័ន្ទលងបន្លាចជារៀងរាល់យប់តែម្ដងអ្នកម៉ែខ្ញុំវិញគាត់បានប្រាប់ខ្ញុំឲ្យងូតទៅឆាប់រត់រស់ឡើងលើផ្ទះព្រោះថាពេលនេះអ្នកភូមិមួយចំនួនធំក៏បានឡើងលើផ្ទះអស់ទៅហើយនៅឡើយតែផ្ទះខ្លះកំពុងហូបបាយបន្តិចទៀតក៏ឆាប់ចូលដេកដែរនារាត្រីខែរនោចពន្លឺលោកខែចៅរស្មីមកបំភ្លឺលោកាតិចណាស់ព្រោះក៏ជិតដល់ថ្ងៃខែដាច់ទៅហើយក្នុងភូមិខ្ញុំពេលនេះហាក់ស្ងប់ស្ងាត់គ្មានឮសំឡេងអ្វីបន្តិចសោះឡើយគឺប្រដូចបានទៅនឹងព្រៃកប់ខ្មោចតែម្ដងរំពេចនោះសំឡេងមួយក៏ឮមកល្វើយតាមខ្យល់បក់មក
មិនបានប៉ុន្មានផងសំឡេងឆ្កែលូក៏បន្តតាមក្រោយទៀតសម្រាប់ខ្ញុំពេលនេះមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងរហូតយំអោបម៉ែទាំងគ្មានសំឡេងផងដែរប្រាកដណាស់មនុស្សម្នាក្នុងភូមិសុទ្ធតែបានឮគ្រប់គ្នាថានឹងដឹងជាក់ថានេះគឺជាសំឡេងមនុស្សដើរតាមផ្លូវព្រមទាំងឮស្រែកសួរថាពូមីងមានអ្នកនៅផ្ទះទេពូមីងមានឃើញប្តីខ្ញុំទេខ្ញុំរកគាត់អត់ឃើញសោះខ្ញុំចង់ឲ្យគាត់មកជួយមើលកូនខ្ញុំសំឡេងបែបនេះឮពីផ្ទះមួយទៅផ្ទះមួយគឺថាម្នាក់ញ័រសោកប្រាណអស់តែម្ដងពូឆោមគាត់បានលបមើលតាមប្រឡោះជញ្ជាំងស្រាប់តែឃើញព្រាលនៅស្រមោលមនុស្សស្រីម្នាក់ដើរ3កូនព្រមទាំងមានសក់វែងអូសដីក្រចកដៃវែងផងគ្រាន់តែឮបែបនេះគាត់ក៏យកដៃខ្ទប់មុខហើយក៏ថយក្រោយយ៉ាងលឿនព្រោះតែគាត់បានឃើញច្បាស់ថានេះពិតជាខ្មោចមីងច័ន្ទមែនព្រឹកឡើងក៏ឃើញថាមានអ្នកភូមិជាច្រើនក៏បានមកជួបជុំគ្នាពិភាក្សាមើលទៅទឹកមុខម្នាក់ហាក់ដូចជាមិនបានដេកសោះកាលអំពីយប់មិញបានអីដេកលក់កើតបើខ្មោចមីងច័ន្ទលងពេញភូមិគ្រប់ផ្ទះបែបនេះនោះដោយយល់ថាស្ថានភាពកាន់តែអាក្រក់ទៅហើយព្រោះតែអ្នកភូមិគ្រប់ផ្ទះត្រូវបានខ្មោចមីងច័ន្ទលងបន្លាចរាល់យប់ហេតុនេះអ្នកភូមិជាច្រើនក៏បាននាំគ្នាទៅផ្ទះមេភូមិដើម្បីពិភាក្សាអំពីបញ្ហានេះក្រោយកិច្ចពិភាក្សាគ្នាទៅបានដឹងថាបានជាខ្មោចមីងច័ន្ទខ្លាចទៅជាព្រាយហើយលងខ្លាំងបែបនេះព្រោះតែកាលបញ្ចុះសពមិនបានវាស់យកកូនចេញជាចុងក្រោយអ្នកភូមិក៏បានមូលមតិគ្នារកអញ្ជើញគ្រូខ្មោចមកបង្ក្រាបតែម្ដងដើម្បីកុំឲ្យលោកបន្លាចអ្នកភូមិតទៅទៀតប្រមាណជាម៉ោង5ល្ងាចស្រាប់តែមានបុរសម្នាក់ស្លៀកពាក់សមានពាក់អង្កាំខ្មៅនៅកផងកដៃផងព្រមទាំងមានអ្នកភូមិខ្លះដើរមកជាមួយផងតាមមើលគាត់ប្រហែលជាគ្រូខ្មោចដែលគេអញ្ជើញមកមិនខានអ្នកភូមិក៏បានចេញមកទទួលនិងរៀបចំកន្លែងសម្រាប់ធ្វើពិធីមើលទៅកាន់លោកគ្រូម្នាក់នោះគាត់ហាក់បីដូចជាអង្អាចក្លាហានណាស់តាមទំនងគាត់ប្រហែលជាជឿជាក់ថាអាចយកឈ្នះខ្មោចមីងច័ន្ទបានហើយតាមមើលគាត់បានឲ្យអ្នកភូមិរៀបចំស្លាធម៌បាយសីទៀនធូបបន្ទាប់មកអ្នកភូមិទាំងអស់គ្នាដែលមកចូលរួមត្រូវអង្គុយក្នុងប្រឡោះសីមាដែលរៀបចំរួចរាល់មិនដឹងថាគាត់នឹងធ្វើអ្វីខ្លះទេបានត្រឹមឃើញគាត់សូត្រធម៌អ្វីមិនដឹងឬរងំតែម្ដងរំពេចនោះខ្មោចមីងច័ន្ទក៏បានលេចរូបរាងឡើងគ្រូខ្មោចក៏បានស្រវាអង្គរបាចទៅលើមីងច័ន្ទភ្លាមសំឡេងស្រែកយំទាំងក្តីឈឺចាប់ក៏បានបន្លឺឡើងអ្នកភូមិវិញក៏ភ័យខ្លាចឡើងរួញគ្រប់គ្នាតែម្ដងក្រោយមកក៏ស្រាប់តែឮសំឡេងសើចវិញម្ដងព្រមទាំងនិយាយឡើងថា
ហឹអាគ្រូខ្មោចគ្រូអាគមចង្រៃឯងនឹងមានតែប៉ុណ្្នឹងសោះបែរជាមកចង់យកឈ្នះយើងឯងកុំសង្ឃឹមអីថារួចខ្មោចមីងច័ន្ទក៏បានហោះសម្ដៅគ្រូខ្មោចភ្លាមហើយក៏ឆ្លងកាត់ខ្សែសីមាចូលមកចាប់ច្របាច់កភ្លាមតែម្ដងឃើញបែបនេះអ្នកភូមិក៏បានរត់ចេញព្រាតទៅផ្ទះរៀងខ្លួនចំណែកលោកគ្រូខ្មោចវិញក៏បានរើរួចខ្លួននិងរត់បាត់ស្រមោលតែម្ដងអ្នកភូមិពេលនេះក៏ចាប់ផ្ដើមខ្លាចកាន់តែខ្លាំងព្រោះតែគ្រូខ្មោចមិនអាចធ្វើអ្វីខ្មោចមីងច័ន្ទបានសំឡេងឆ្កែលូក៏លួនឡើងពេញភូមិស្របពេលមនុស្សម្នាទាំងឡាយក៏ភ័យខ្លាចយ៉ាងខ្លាំងណាមួយក្រែងលោខ្មោចមីងច័ន្ទប្រកាន់ខឹងកាលដែលអ្នកភូមិបានទៅរកគ្រូខ្មោចឲ្យមកចាត់ការគាត់សំឡេងសើចឮឡើងរំពងទាំងភូមិនិងនិយាយឡើងថាយើងនឹងចាត់ការអ្នកដែលរកគ្រូខ្មោចឲ្យមកចាត់ការយើងពួកឯងគ្រប់គ្នាចាំតែមើលទៅវេលាព្រឹកមកដល់តាអ៊ំចាស់ជាច្រើនអ្នកក៏បានមកពិភាក្សាគ្នារកដំណោះស្រាយព្រោះបើបណ្ដោយទុកយូរបែបនេះប្រជាជនច្បាស់ជាមិនអាចរស់នៅក្នុងភូមិនេះតទៅទៀតបាននោះទេក្រោយការប្រជុំបានបញ្ចប់